សួស្តីអ្នកទាំងអស់គ្នាយើងនឹងមកលេង Minecraft Multiplayer យើងតពីវគ្គមុនបាទគឺវគ្គ2បាទហ្នឹងហើយអញ្ចឹងក្នុងវីដេអូអេពីសូតនេះយើងមាន player ច្រើនមែនតើគាត់ចូលមកលេងនៅក្នុង server របស់យើងបាទគឺសិតតែជាពួកម៉ាក់ខ្ញុំសិតតែជាអ្នកធ្វើ YouTube ដែរអញ្ចឹងដូចជា Bro Bro House Samadhi បាទហើយមានដូចជា Bro Net ហ្នឹងហើយតិចទៀតអាចនឹងមាន Pro អានុដាម Minecraft ទៀតបាទនឹងគាត់ចូលមកលេងនៅក្នុង server មួយនេះបាទហ្នឹងហើយអ្នកនេះអញ្ចឹងអត់មានអីទេហ្នឹងហើយអ្នកនេះចុះកាលពី episode មុនយើងបានសង់កូនផ្ទះទូចនឹងមួយហ្នឹងហើយប៉ុន្តែនៅក្នុង episode នេះពួកខ្ញុំចង់ធ្វើ farm seed ណាអ្នកហ្នឹងហើយនេះយើងចង់ធ្វើនៅម្ដុំហ្នឹងហើយប្រហែលជាយើងអាចនឹងមាន farm គោអីដែរអញ្ចឹងណាអ្នកនេះអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរយើងនឹងទៅរកគ្រឿងរបស់របរនឹងសម្រាប់ធ្វើ farm seed យើងទាំងអស់គ្នាបាទហ្នឹងហើយសេរីអត់បានមាញ់ខ្ញុំមាននៅនេះអញ្ចឹងឥឡូវបន្ទាប់ពីយើងកាប់ឈើបានមកស្ទុះធំមកហ្នឹងហើយគឺឈើយើងមានគួរសមដែរអញ្ចឹងឥឡូវយើងសម្រេចថាមកចាប់ដើមធ្វើយកតែម្ដងបាទតោះប្រូ farm យើងធ្វើនៅខាងណាកន្លែងនេះទៅដួសទឹកនេះខ្ញុំឲ្យថងខ្ញុំណាជីកតែខ្ញុំណាជីក1 2 3 4 slash bed ណាប្រូอะไรទឹកនេះដល់នេះសិនណាហ្នឹងនេះដាក់ប្លោះនេះប្រូដាក់ប្លោះនេះមកបាទប្រូខ្ញុំខំស្រឡាញ់ប្រូម្នាក់ឯងតើប្រូចាក់ដាក់3មែនប្រូទេដែរនៅចិត្តហ្នឹងមាន villager តើក្នុង episode 1យើងរកឃើញ villager នៅចិត្តនោះហ្នឹងហើយអ្នកនេះអញ្ចឹងឥឡូវបន្ទាប់ពីយើងធ្វើការដាក់ទឹករួចហើយអញ្ចឹងឥឡូវយើងចាប់ផ្ដើមឆ្ការដីបាទអញ្ចឹងយើងឆ្ការ4ហ្នឹងហើយប៉ុន្តែអ្នកនេះហ្នឹងហើយខ្ញុំភ្លេចប្រាប់អ្នកនេះហ្នឹងហើយគឺ farm របស់យើងគឺយើងធ្វើតែប៉ុណ្្នឹងទេបាទគឺយើងធ្វើតូចមួយល្មមសិនទេព្រោះម្យ៉ាងក៏យើងអត់ទាន់មាន seed ច្រើនក្នុងការដាំដែរបាទអញ្ចឹងឥឡូវយើងធ្វើមួយល្មមសម្រាប់ seed យើងដែរបាទយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងសិនជុំមិនស្ងាត់ចឹងមិនកាត់អីគេស្កាន់ទ្រីងលេខសិនហើយយកប្លុកទៅយកហើយការេប្រូអាណាអីអបកានេះអូយប្រកាន់អើយរត់តមានអ្នកទៅស្កាវិញខ្ញុំមិនមានអំពៅប្រូទៅហាប់នេះមកប្រូទីនេះគេមកយើងធ្វើ farm នេះទៅengineer ខ្ញុំធ្វើបណ្ដោះអាសន្នសិនតើនៅអ្នកនេះចឹងឥឡូវបន្ទាប់ពីយើងបានឆ្ការដីមកចឹងខ្ញុំនឹងធ្វើការដាក់ slab នៅកន្លែងពីលើទឹកហ្នឹងដើម្បីងាយស្រួលក្នុងការយើងដើរដាំ seed ចឹងណាអ្នកគ្នាព្រោះដល់ពេលដែលយើងអត់ដាក់ slab ពីលើទេចឹងនៅពេលដែលយើងដើរគឺធុញហ្នឹងគឺវាធ្លាក់ទឹករហូតហើយពេលដែលយើងងើបពីទឹកមកយើងជន់ដីទៅខូចដីនឹងទៀតបាទអញ្ចឹងចំណុចល្អរបស់យើងគ្រាន់តែយើងដាក់slab ពីលើទឹកហ្នឹងមកយើងអាចដាក់ថុចនៅលើ slab ហ្នឹងមកតាំងទៀតអញ្ចឹងណាអ្នកគ្នាអ្នកនេះអញ្ចឹងឥឡូវបន្ទាប់ពីយើងបានដាក់ slab ហើយហើយដែលយើងធ្វើទៀតហ្នឹងគឺអាចជានេះគឺខ្ញុំនឹងឆ្ការដីចេញសម្រាប់ធ្វើកន្លែងដាំអំពៅអញ្ចឹងណាអ្នកគ្នាហ្នឹងហើយដើម្បីដោយសារតែតិចទៀតយើងត្រូវការធ្វើទូសភៅបន្ថែមទៀតយើងឃើញក្នុង episode 1ហ្នឹងយើងឃើញមាន bookshelf នៅក្នុងភូមិនេះផ្ទះអ្នកភូមិដែរប៉ុន្តែខ្ញុំមិនទាន់បានកាប់មកទេអញ្ចឹងយើងមានស្បែកគោហើយនឹងបើស្រាប់យើងអាចជួយឲ្យយើងរក bookshelf បានលឿនអញ្ចឹងណាអ្នកគ្នាអញ្ចឹងងាយស្រួលក្នុងការយើង enchant របស់ទៀតអញ្ចឹងឥឡូវខ្ញុំធ្វើការមកជីកខ្សាច់សិនណាអ្នកគ្នាដើម្បីយើងយកទៅដាំអំពៅរបស់យើងបាទព្រោះខ្ញុំមិនច្បាស់ថាខ្សាច់ដាំជាមួយនឹងអំពៅឬក៏ដីមួយណាលឿនជាងទេប៉ុន្តែជាទូទៅខ្ញុំតែងតែឃើញគេដាំលើខ្សាច់អញ្ចឹងណាអ្នកគ្នាសូម្បីតែនៅក្នុង Virtual Generate Minecraft ក៏អាសាឃើញអំពៅវាដុះនៅលើខ្សាច់ដែរចឹងបើសិនជាអ្នកទាំងអស់គ្នាដឹងកុំភ្លេចជួយប្រាប់ខ្ញុំនៅក្នុង comment ផងថាតើអំពៅនឹងខ្សាច់អំពៅនៅលើខ្សាច់
ឬក៏អំពៅនៅលើដីមានណាដុះលឿនជាងអញ្ចឹងណាអ្នកគ្នាអញ្ចឹងឥឡូវខ្ញុំបានកាប់ខ្សាច់រួចហើយអញ្ចឹងឥឡូវខ្ញុំកំពុងតែទៅផ្ទះសិនបាទញ៉ាំរ៉ូឌីបាទគាត់កំពុងកាប់ឈើហ្នឹងហើយអញ្ចឹងគាត់កាប់ឈើដើម្បីធ្វើ farm ហ្នឹងបាទខ្ញុំឲ្យគាត់កាប់ឈើដើម្បីធ្វើ farm ហ្នឹងផងហើយនៅដើម្បីធ្វើ farm សត្វផងបាទតែឥឡូវកុំឲ្យសាំញ៉ាំច្រើនខ្ញុំដើរទៅផ្ទះសិនបាទដាក់ទឹកហ្នឹងនឹងដាក់បន្លោះហ្នឹងមកខ្ញុំដាក់ខ្សាច់ដាំ sugar cane ចឹងដាំបដូរខ្ញុំបានអូខេហ្នឹងនេះចឹងឥឡូវបន្ទាប់ពីយើងបានដាក់ទឹករួចហើយខ្ញុំចាប់ផ្ដើមជីកដីដាក់ខ្សាច់ឯបាទព្រោះយើងត្រូវដាំអំពៅនៅលើហ្នឹងឯងបាទអញ្ចឹងអត់មានអីទេមានប៉ុណ្ណឹងចឹងឡើយបន្ទាប់ពីយើងបានដាំអំពៅរួចខ្ញុំធ្វើការមកដាំ seed បាទដាំស្រូវយើងហ្នឹងគ្រាប់ស្រូវហ្នឹងបាទប៉ុន្តែដោយសារគ្រាប់ស្រូវយើងមានតិចចឹងយើងដាំបានតែប៉ុណ្្នឹងសិនហើយហ្នឹងហើយដោយសារតែBrody គាត់ថាវាវាលពេកចឹងណាចឹងខ្ញុំមានអារម្មណ៍ថាចង់ធ្វើ stair ដាក់ជុំវិញកន្លែង farm ហ្នឹងបាទហើយច្រឡំ stair slab ហ្នឹងហើយប៉ុន្តែយើងធ្វើ slab ពណ៌ឈើធម្មតាទេបាទដោយសារវាមើលទៅវាដូចវាលពេកណានេះឃើញហ្នឹងហើយចឹងឡើយខ្ញុំចង់រកអីមកដាក់ពតជុំវិញវាមកដើម្បីឲ្យវាឃើញរាងប្លែកចឹងណាចឹងបើសិនជាយើងដាក់ឈើសវាអត់សូវសមទេចឹងយើងមានតែយើងប្រើនេះឈើធម្មតារបស់យើងហ្នឹងហើយចឹងឡើយយើងចាប់ផ្ដើមដាក់ពីជ្រុងនេះទៅសិនហ្នឹងហើយដាក់វាធម្មតាទេហ្នឹងយើងដាក់សាមញ្ញទេហើយតិចទៀតទៅ Brody គាត់ចង់បន្ថែមតិចតួចទៀតអញ្ចឹងគាត់ចង់ធ្វើអាហ្នឹងតហើយតាមខ្ញុំអ្នកទៅធ្វើ farm គោយកហ្មងអ្នកគ្នាអញ្ចឹងគាត់ចង់ decor អាហ្នឹងបន្ថែមទៀតអញ្ចឹងណាអញ្ចឹងឡើយខ្ញុំបានដាក់ slab រួចហើយអ្នកគ្នាអញ្ចឹងខ្ញុំដាក់ថតសិនខ្លាច zombie វា spawn ខ្លាចអីអូខេអ្នកគ្នាអញ្ចឹងឥឡូវបន្ទាប់ពីយើងបានចំណាយពេលមកស្ទុះធំដែរបាទគឺឥឡូវយើងធ្វើ farm seed របស់យើងហើយអញ្ចឹងឥឡូវ Brody គាត់ចង់នៅ decor អាហ្នឹងបន្ថែមទៅទៀតចង់ធ្វើដបូលធ្វើអីគាត់ឲ្យអ្នកគ្នាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំកុំឲ្យចំណាយពេលយូរខ្ញុំនឹងទៅធ្វើ farm គោម្ដងបាទចំពោះ farm គោនោះដែរខ្ញុំធ្វើនៅជាប់ផ្ទះរបស់យើងដែរទេគឺចង្ងាយពីផ្ទះមកហ្នឹងគឺ4ប្លុកហើយឥឡូវយើងចាប់ដើមសង់ប្លុកទៅលើសិនបាទហ្នឹងហើយគឺកម្ពស់ដើម្បីយើងធ្វើកម្ពស់ farm ហ្នឹងអញ្ចឹងណាអញ្ចឹង farm នេះប្រហែលជាអាចស្អាតជាងផ្ទះstarter របស់យើងទៀតបាទផ្ទះដំបងយើងហ្នឹងរៀងរករាក់តិចហើយព្រោះអត់ទាន់មានរបស់របរគ្រប់គ្រាន់តែឥឡូវយើងមានអ្នកកម្មករកាប់ឈើច្រើនដែរបាទតែឥឡូវខ្ញុំចាប់ផ្ដើមច្នៃដបូលយកមុនហ្មងអ្នកនាងខ្ញុំអត់ទាន់ដាក់ទៅសទេគឺខ្ញុំចាប់ផ្ដើមច្នៃម៉ូតដបូលមុនគេមកអស់ហើយបើខ្ញុំចាប់ផ្ដើមដើរត្រៀមទៅសក្រោយអញ្ចឹងណាអូខេហ្នឹងនេះអញ្ចឹងឥឡូវបន្ទាប់ពីយើងចំណាយពេលមកស្ទុះខ្ញុំបានធ្វើក្រងឆ្អឹងវាបានចិត្តហើយប៉ុន្តែយើងដោយសារខ្វះឈើអញ្ចឹងណាយើងខ្វះឈើខ្មៅអ្នកគ្នាចំពោះឈើធម្មតាយើងមានចង់គ្រប់ដែរប៉ុន្តែយើងនៅខ្វះឈើខ្មៅដោយសារចំពោះត្រង់កូននេះខ្ញុំចង់ធ្វើជាលាយគ្នាជាមួយឈើធម្មតាហើយឈើស្ព្រុះឈើខ្មៅអ្នកគ្នាឈើនៅតំបន់ស្ព្រុះអូខេហ្នឹងនេះអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើអាដបូលនេះប្រហើយសិនហើយចាំយើងទៅកាប់ឈើខ្មៅទាំងអស់គ្នាបាទនេះក៏ពេញមាត់ដាក់ចំអញ្ចឹងដែរតែខ្ញុំដាក់ location វីដេអូខ្ញុំនៅអាហ្វ្រិកតែកុំភ្លេច tag PewDiePie ផងខ្លាញ់បាក់ពេញហ្នឹងលើបាក់ទៅ record និយាយលេងចា I'm going up now fuck it man sugar cane នៅនេះច្រើនតែយើងកាប់យកទៅដាំអត់គ្នាយើងអត់ដឹងទេនោះyellow មែនទេ yellow អត់មែនខ្ញុំទេជាមួយគេប្រណិតពណ៌ស្វាយចុះខ្ញុំពណ៌អីពណ៌បេតងអូខេពីតែគេពណ៌ខ្មៅស្អី5/6សំ5/6មែននៅគ្នាចឹងឥឡូវបន្ទាប់ពីយើងដើរកាប់ឈើមកស្ទុះធំហើយខ្ញុំបានដើរមកឃើញខូលបាទអញ្ចឹងខ្ញុំចូលកាប់ខូលសិនបាទទុកដុតសាច់ទុកដុតរ៉ែអីបាទក្រែងលោគ្នាយើង member យើងរកឃើញ
ដែកឬក៏រ៉ែផ្សេងៗគាត់អាចដុតបានអញ្ចឹងណាកុំឲ្យឃើញរបស់នៅមុខឯងយើងអត់រើសអញ្ចឹងណាអូខេតោះឥឡូវឃើញតែឈើយើងក៏យើងកាប់រៀងក្រាលដែរអញ្ចឹងខ្ញុំសុំមកកាប់ធ្យូងរួចហើយយើងត្រឡប់ទៅផ្ទះវិញបាទអូខេអ្នកនេះឥឡូវយើងបានត្រឡប់មកដល់ផ្ទះយើងវិញហើយឈើក៏យើងមានគ្រប់គ្រាន់ក្នុងការសង់ទ្រុងគោយើងទៀតដែរបាទអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅសង់ទាំងអស់គ្នាបាទអូខេអ្នកនេះអញ្ចឹងចំពោះហ្គេមដបូលនៅចុងហ្នឹងខ្ញុំចង់ដាក់វាជាមួយនឹង stair spruce ណាអ្នកនេះព្រោះវាឃើញល្ងិតទៅវាសំវាស៊ីជាមួយនឹងសសររបស់យើងអញ្ចឹងណាអ្នកនេះអាសសរឈើធម្មតារបស់យើងហ្នឹងវាពណ៌រាងល្ងិតដែរហ្នឹងហើយអ្នកនេះអញ្ចឹងឥឡូវនេះគឺជាដបូលរបស់យើងនៅពេលដែលវាចេញម៉ូតពីមុខហ្នឹងមកគឺបែបហ្នឹងអ្នកនេះអញ្ចឹងអីដែលយើងទៅបន្ទាប់គឺយើងដាក់ stair ធម្មតាហ្នឹងនៅក្នុងអាប្រឡោះកណ្ដាលនៅខាងលើហ្នឹងយើងដាក់រៀបវាទៅស្មើជាមួយនឹង stair ពណ៌ spruce យើងហ្នឹងអ្នកនេះអូខេអ្នកនេះអញ្ចឹងឥឡូវនេះគឺយើងបានជិត 90% អ្នកនេះ 90% ឯនៅដបូលខាងលើហ្នឹងគឺខ្ញុំបានបិទចិត្តឯអ្នកនេះនេះដូចអ្នកនេះបានឃើញអញ្ចឹងនឹងខាងក្នុងហ្នឹងគឺយើងដាក់ stair ធម្មតាហើយខាងចុងនេះគឺយើងដាក់ spruce stair អ្នកនេះអញ្ចឹងឥឡូវអីដែលយើងទៅធ្វើគឺអាខាងលើហ្នឹងខ្ញុំចង់ដាក់ម្នុកខាងលើហ្នឹងខ្ញុំចង់ដាក់strap down ណានេះដើម្បីឲ្យកុំឲ្យវាឃើញទលាយពេកណាអ្នកឃើញវាចំហពេកអញ្ចឹងវាមើលទៅអត់សូវស៊ីអញ្ចឹងឥឡូវខ្ញុំឲ្យ Brody គាត់ជួយទៅគឺខ្ញុំបោះជួយគាត់សិនបាទហ្នឹងគាត់ជួយធ្វើកន្លែង trap door ហ្នឹងបាទអូខេឥឡូវខ្ញុំឡើងមកដាក់ trap door សិនអ្នកគ្នាតោះអូខេណាស់នេះអញ្ចឹងឥឡូវយើងដាក់បានហើយបាទហ្នឹងហើយនេះគឺជាអីដែលយើងបានឃើញនៅពេលដែលត្រង់គោយើងហើយបាទគាត់តែត្រង់គោបាទបាច់មើលបាច់ប្រៀបធៀបមួយទេណាគ្នាយើងកុំប្រៀបធៀបវាបាទហ្នឹងផ្ទះយើងចាប់ដើមជាមួយនឹងត្រង់គោអភិជនបាទត្រង់គោគុណភាពបាទហ្នឹងហើយអញ្ចឹងហ្នឹងហើយអត់មានអីទៀតទេអ្នកនេះគាត់តែយើងត្រូវការដាក់ fan នៅពីក្រោមហ្នឹងពត់ជុំវិញមកដើម្បីសម្រាប់ដាក់គោនៅក្នុងហ្នឹងហើយខាងលើនេះខ្ញុំអត់ដឹងថាគួរ design ឬក៏ deco ខាងលើនឹងមិនទៀតទេអាចដាក់ hebel ឬក៏មិនខ្ញុំអត់ដឹងដាក់ពនុកស្រូវនៅគ្នាហ្នឹងហើយរូបច្បើងច្រឡំនឹងយើងអាចដាក់នៅលើហ្នឹងអត់ទាន់ច្បាស់ដែរអញ្ចឹងឥឡូវអស់ហើយអ្នកនេះអញ្ចឹងក្នុងអេពីសូតហ្នឹងអត់មានអីត្រូវធ្វើទៀតទេគឺយើងធ្វើបាន2ហ្នឹងគឺចំណាយពេលយូរដែរដោយសារក្នុងវីដេអូនេះខ្ញុំកាត់ច្រើនដែរអ្នកនេះបានឃើញរៀងខ្លីអញ្ចឹងណាតែបើសិនជាក្នុងមែនតើបាទគឺម៉ោងមែនតើគឺខ្ញុំលេងចូល1ម៉ោង2ម៉ោងអីដែរបានធ្វើបាន farm 2ហ្នឹងបាទអ្នកនេះអញ្ចឹងអេពីសូតរបស់យើងអេពីសូតទី2ហ្នឹងគឺយើងមានតែប៉ុណ្្នឹងឯងគឺថាបានសង់ farm ចំនួន2បាទគឺ farm សัตว์ជាមួយនឹង farm seed អញ្ចឹងអត់តន់ជាមានអីធ្វើតទៅទៀតទេអញ្ចឹងចាំមើលនៅក្នុងអេពីសូត3អាចជាមានអីធ្វើច្រើនជាងហ្នឹងបាទប៉ុន្តែគាត់ណា farm 2ហ្នឹងគឺបាទពួកខ្ញុំចំណាយពេលរៀងយូរក្នុងការធ្វើដែរហើយចំពោះ player ផ្សេងទៀតគាត់បានជួយដើររក item ចែកគ្នាដែរបាទគឺបាទមានទាំង mine មានទាំងកាប់ឈើបាទមានទាំង farm អូខេនេះអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងហើយចំពោះអ្នកដែលអត់ទាន់ subscribe ជួយ subscribe ផងអ្នកគ្នាដោយសារតែវីដេអូខ្ញុំទើបតែចាប់ផ្ដើមធ្វើថ្មីទេអ្នកគ្នាអញ្ចឹងកុំភ្លេចជួយ subscribe ម្នាក់មួយផងដើម្បីឲ្យកម្លាំងចិត្តដល់គុណខ្មែរបាទខ្មែរជាខ្មែរហ្នឹងហើយអញ្ចឹងបើសិនជាអ្នកគ្នាចង់ឃើញនៅក្នុងអេពីសូតទី3អ្នកគ្នាកុំភ្លេចជួយ like subscribe ក្នុង channel នេះផងបាទអញ្ចឹងអត់មានអីទៀតទេអ្នកគ្នាអញ្ចឹង peace